ភិបាលកម្ពុជាបានសម្រេចបញ្ចេញមូលនិធិចំនួន$40 លានអាមេរិកបន្ថែមទៀតក្រោមកម្មវិធីហិរញ្ញប្បទានពិសេសដើម្បីលើកស្ទួយផលិតកម្មកសិកម្មរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលតាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានជាទុនបង្វិលដល់រោងម៉ាស៊ីនកិនស្រូវជាដៃគូជាមួយនឹងធនាគារ ARDB និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដើម្បីប្រមូលទិញស្រូវតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ធនាគារ ARDB នៅថ្ងៃទី8 ខែវិច្ឆិកាឆ្នាំ2025នេះបានគូសបញ្ជាក់ថាក្នុងរដូវកាលប្រមូលផលស្រូវជាបន្តបន្ទាប់មកនេះតម្លៃស្រូវមានការធ្លាក់ចុះខណៈពេលដែលតម្លៃអង្ករនៅលើទីផ្សារអន្តរជាតិកំពុងមាននិន្នាការធ្លាក់ចុះដោយសារតែស្តុកអង្ករសម្រាប់សុវត្ថិភាពស្បៀងឆ្នាំ2024របស់ប្រទេសមួយចំនួនបន្តប្រើប្រាស់នៅក្នុងឆ្នាំ2025ដែលធ្វើឲ្យតម្រូវការអង្ករនៅទីផ្សារអន្តរជាតិធ្លាក់ចុះជាមួយនឹងផលិតកម្មស្រូវនៅកម្ពុជានិងលើសកលលោកបន្តកើនឡើងដើម្បីអន្តរាគមន៍រក្សាលំនឹងថ្លៃស្រូវនៅពេលប្រមូលផលស្រូវក្នុងខែវិច្ឆិកាដល់ខែធ្នូឆ្នាំ2025និងដើមឆ្នាំ2026ខាងមុខនេះរាជរដ្ឋាភិបាលបានសម្រេចបញ្ចេញមូលនិធិចំនួន$40 លានអាមេរិកបន្ថែមទៀតក្រោមកម្មវិធីហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលដើម្បីលើកស្ទួយផលិតកម្មកសិកម្មរកទីផ្សារនិងរក្សាលំនឹងថ្លៃកសិផលតាមរយៈធនាគារ ARDB សម្រាប់ផ្ដល់ឥណទានបង្វិលដល់រោងម៉ាស៊ីនកិនស្រូវដៃគូប្រមូលទិញស្រូវឲ្យអស់លទ្ធភាពនិងតាមតម្លៃសមរម្យពីបងប្អូនប្រជាកសិករ